បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតាមដាន page របស់ខ្ញុំបាទវីដេអូប្លុករីចម្រើនបាទនេះគឺជាទស្សនវិជ្ជាមួយដែលចង់នាំបងប្អូនបំនាំយកទស្សនវិជ្ជាផ្លែស្អាតដែលស្ថិតនៅក្នុងទឹកដីខ្មែររបស់យើងនៃខេត្តតាកែវបាទទឹកដីនៃស្រុកបាទីនេះជាប្រាសាទពីបុរាណមកតាំងពីតកាលរដ្ឋដូនតាយើងមកម្លេះបន្សល់ទុកឲ្យកូនខ្មែរយើងចំនួនក្រោយបានស្គាល់បានឃើញនៅប្រាសាទឆ្នាតដៃវីរបុរសខ្មែរពីដើមមកហើយផ្ទាំងថ្មនេះមួយពោពេញទៅដោយថ្មប្រាណបាទថ្មភក់ថ្មបាយក្រៀមយកមកតម្រៀបមួយដុំមិនក្រោមពី20ទៅ30គីឡូទេបងប្អូនមួយដុំយកមកតម្រៀបលើគ្នាដោយមិនប្រើស៊ីម៉ង់ដោយមិនប្រើអ្វីភ្ជាប់ទេគឺគ្រាន់តែរៀបជាលំដាប់លំដោយឲ្យតែចេញជារូបរាងនៃប្រាសាទនិងរូបចម្លាក់ផ្សេងឆ្លាក់ដោយដៃបាទដូច្នេះហើយបងប្អូនចំណាយពេលជាមួយខ្ញុំនឹង4នាទីជាងដើម្បីទស្សនាទស្សនវិជ្ជាផ្ដិតយកបន្តិចបន្តួចកន្លែងសំខាន់ចែកជូនពុកម៉ែបងប្អូនបានទស្សនាទាំងអស់គ្នានៅថ្ងៃនេះដែរបាទគឺថាប្រាសាទរបស់ខ្មែរយើងគឺស្អាតមែនទែនមិនថាប្រាសាទនៅអង្គរសៀមរាបឬមួយនៅតាមបណ្ដាខេត្តផ្សេងបន្សល់ទុកពីបរមរានមកគឺឆ្នាតដៃឆ្លាក់ដោយដៃសុទ្ធសាធតែម្ដងគឺល្អស្អាតណាស់អញ្ចឹងហើយសូមឲ្យកូនខ្មែរយើងចំនួនក្រោយជួយថែរក្សាអភិរក្សនៃប្រាសាទខ្មែរព្រមទាំងរូបចម្លាក់ខ្មែរអក្សរខ្មែរអក្សរសាស្ត្រអក្សរសិល្ប៍អក្សរចរិតពីដូនតាបានបន្សល់ទុកនៅលើផ្ទាំងសាលាថ្មភក់ជួនកាលថ្មបាយក្រៀមបាទអញ្ចឹងហើយសូមបងប្អូនទាំងអស់គ្នាចងចាំនៅសញ្ជាតិខ្មែរជានិច្ចតរៀងដរាបដល់កូនចៅចំនួនក្រោយបានស្គាល់ទាំងអស់គ្នាបាទសូមអរគុណបងប្អូនទាំងអស់គ្នាដែលចំណាយពេលតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទពីដើមរហូតដល់ចប់បាទសូមអរគុណសូមគោរពលា